ចានេះដល់កន្លែងតែគោយន្តគឺយើងឈប់ចោះរុញហើយបានកម្លាំងក្មេងៗប្រុសៗគាត់មានកម្លាំងគាត់ចោះរុញហើយម្ចាស់គោយន្តគាត់រៀបផ្លូវផងផ្លូវរៀងកាហិកកហុកខ្លាំងគាត់ត្រូវរកឈើរកអីមកដាក់រៀបឲ្យវាស្មើទើបអាចរុញទៅមុខកើតអ្នកណាខ្លះធ្វើដំណើរកំសាន្តទៅដល់ភ្នំត្បែងចាថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍បងប្អូនទៅទស្សនាទេសភាពនៅលើភ្នំត្បែងម្ដងចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គម Facebook ទាំងមូលបងប្អូនធ្លាប់ទៅអត់ភ្នំត្បែងមានសម្រស់យ៉ាងណាទៅចានាងខ្ញុំបានទៅម្ដងហើយមានអារម្មណ៍ថាដូចជាអត់ចង់ទៅម្ដងទៀតហេតុអីទៅបាននាងខ្ញុំនិយាយអញ្ចឹងតាមពិតទៅទេសភាពនៅទីនោះស្អាតខ្លាំងមែនទែនបងប្អូនប៉ុន្តែដោយសារតែហេតុអត់ចង់ទៅទៀតហ្នឹងគឺចាគឺឡើងកម្មចិន្តាហ្នឹងគឺច្រើនកម្មមែនតើបងប្អូនចាគឺដល់1800កម្មហើយទៅមាន2ជាន់ទី1គឺរឿងដើរឡើងនៅជាន់ទី1អស់រយៈពេលប្រហែលជាខ្ទង់1ម៉ោងជាងទើបឡើងទៅដល់ហើយដល់ពេលយើងឡើងទៅដល់មួយជាន់ហើយយើងធ្វើដំណើរតាមថ្មើរជើងបើអ្នកខ្លះគេអាចជួលម៉ូតូឌុបជីបានគេអត់ដើរទេហើយដើរថ្មើរជើងនេះប្រហែលជារយៈពេល15នាទីដល់ពេលយើងដើរអស់រយៈពេល15នាទីយើងក៏អាចទៅឡើងមួយជាន់ទៀតគឺប្រហែលជាកម្មចនា100កម្មហើយឡើងមកផ្លែតែមួយជាន់ទៀតហ្នឹងហើយបើបងប្អូនណាចង់ទៅលេងបងប្អូនគួរតែរៀបចំបាយទឹកកាន់ទៅរៀបចំបាយទឹកចូលទៅងាយស្រួលក្នុងការដែលយើងហូបចង់ឃ្លានកន្លែងណាហូបនៅកន្លែងហ្នឹងពីព្រោះនៅទីនោះអត់សូវមានលក់អីទេបងប្អូនមានលក់តែភេសជ្ជៈហើយនឹងមីកំប៉ុងហើយនឹងមួយមុខទៀតគឺពងទាស្ងោរប៉ុន្តែនេះខ្ញុំអត់បានថតនៅសកម្មភាពទាំងអស់នោះទេថតតែខ្លីៗទេហើយនេះឃើញពួកយើងដើរថ្មើរជើងទៅដើរដើម្បីទៅរកគោយន្តជួលគោយន្តជិះកាលណាគេថាបើបានទៅដល់ទីនោះហើយបើមិនបានទៅដល់ថ្ម3ដុំទេវាអត់មានអីគួរឲ្យជាទីល្អមើលទេអញ្ចឹងហើយពួកយើងក៏សម្រេចចិត្តជួលគោយន្តគេជិះគោយន្តហ្នឹងគឺតម្លៃថ្លៃមិនធម្មតាដែរបងប្អូនប៉ុន្តែពួកយើងជិះគ្នាច្រើនដែរហើយទៅតម្លៃថ្លៃមែនប៉ុន្តែផ្លូវហ្នឹងគោចាប់ណាស់ណាចាប់ខ្លាំងដែរបើយើងគិតទៅគាត់ក៏មិនចំណេញប្រហែលដែរណាមួយថ្លៃប្រេងថ្លៃអីហើយរយៈពេលមួយថ្ងៃគ្រាន់តែគាត់ជូនយើងទៅហ្នឹងអស់រយៈពេល7មួយថ្ងៃបាត់ហើយគាត់ត្រូវវិចបាយទៅផងហើយណាមួយទៀតផ្លូវបងប្អូនហើយចាប់ណាស់តម្រាំទៅដល់ឃើញថ្មបៃដុំហ្នឹងគឺវេទនាមែនតើបងប្អូនជិះគោយន្តជិះផងចោះរុញផងអីផងចោះរុញផងហើយនៅក្នុងវីដេអូនេះឃើញហាម្នាក់ទឹកមុខសបាយនៅសបាយឡើយទេដោយសារតែទើបតែឡើងជិះតែជាមួយតិចទៀតចាបងប្អូនជាមួយតិចទៀតចាទោះបីយើងលំបាកបន្តិចប៉ុន្តែនេះគឺជាដំណើរកំសាន្តមួយដែលរសជាតិថ្មីចាកាត់ព្រៃកាត់ដប់ចាកាត់វាលកាត់ផ្សែងចាចូលព្រៃហ្នឹងគឺទេសភាពស្អាតខ្លាំងមែនតើមានខ្ញុំទៅដល់កន្លែងណាមួយនោះឃើញមានមេអំបៅច្រើនខ្លាំងមែនតើហើយជាពិសេសឃើញផ្កាព្រៃជាច្រើននៅទីនោះចានេះដល់កន្លែងតែគោយន្តគឺយើងឈប់ចោះរុញហើយបានកម្លាំងក្មេងៗប្រុសៗគាត់មានកម្លាំងគាត់ចោះរុញហើយម្ចាស់គោយន្តគាត់រៀបផ្លូវផងផ្លូវរៀងកាហិកកហុកខ្លាំងគាត់ត្រូវរកឈើរកអីមកដាក់រៀបឲ្យវាស្មើទើបអាចរុញទៅមុខកើតហើយតម្រាំជិះគោយន្តទៅដល់ហ្នឹងអ្នកខ្លះក៏ចោះដើរបើអ្នកមីងគាត់ស្គាល់ផ្លូវអញ្ចឹងជួនកាលគាត់ដើរទៅមុនគោយន្តបាត់ហើយគាត់មិនបាច់ចាំគោយន្តទេហើយនេះមកដល់ហើយចាថ្មបៃដុំគឺស្អាតខ្លាំងមែនតើហើយសមតម្លៃដែលយើងខំចំណាយមកខ្លាំងមែនតើបើបងប្អូនណានេះអាចមកលេងម្ដងឲ្យស្គាល់ម្ដងហើយនេះមកដល់ទឹកជ្រោះនេះជាន់ទី1ហើយមានមួយជាន់ទៀតនេះគឺទឹកធ្លាក់ខ្លាំងមែនតើហើយផ្សែងនេះខ្ញុំស្មានតែភ្លៀងហើយនៅពេលដែលយើងចង់មួយម្នាក់ឡើងមកវិញគឺរងាញ័រញាក់ចាបើបងប្អូនណាមានចំណាប់អារម្មណ៍គួរតែទៅលេងម្ដងចាសូមអរគុណសូមជម្រាបលា